អ្វីៗទាំងឡាយក្នុងលោកដូចជាអវិជ្ជានិងគតិបណ្ឌិតសម្បត្តិស្ដុកស្ដំនិងទុរគតភាពសុភមង្គលនិងទុក្ខសោកគឺជាការចោទចម្ពាក់និងគ្មានប្រយោជន៍មនុស្សតែងតែត្រូវស្លាប់ហើយលទ្ធភាពនឹងបន្តនៅអញ្ចឹងថ្ងៃនេះដែរយើងមានសំណេរមួយដែលតាក់ទងទៅនឹងសច្ចភាពនិងអត្ថន័យជីវិតតាមទស្សនៈទានលោកលីអូតូស្តយភាគ1សាមញ្ញជនតែងគិតថាប្រសិនបើពួកគេរស់នៅដោយមានអាយុវែងមានតួនាទីក្នុងសង្គមកិត្តិយសសុខភាពល្អនិងប្រាជ្ញាវាងវៃនោះជីវិតពួកគេនឹងប្រកបដោយសេចក្តីអំណរប៉ុន្តែរឿងនេះមិនមែនជាការពិតទាំងស្រុងឡើយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជាច្រើនសតវត្សកន្លងមកនេះមានវិញ្ញាណជនមួយចំនួនដែលបានកើតមករស់នៅលើគំនរនៃរបស់ជាទីប្រាថ្នាទាំងនេះក៏ប៉ុន្តែបើជាមានការខ្ពើមរអើមហើយគិតថាជីវិតរបស់ខ្លួននិងមនុស្សជាតិទូទៅជាជីវិតឥតន័យទៅវិញវិញ្ញាណជនសំខាន់ទាំងនោះរួមមានព្រះពុទ្ធសមណគោតមលោកអាធួរ សូផានហាវ័រ និងលោកលីអូតូស្តយជាដើមក្នុងន័យនេះការលើកយកប្រវត្តិជីវិតរបស់លោកតូស្តយមកធ្វើការសិក្សាជារឿងមួយដ៏សំខាន់និងចាំបាច់ដែលហេតុថាការឆ្វេងយល់ពីប្រវត្តិជីវិតនេះនឹងធ្វើឲ្យយើងងាយស្រួលយល់អំពីប្រភពគំនិតរបស់លោកដូចគ្នាលោកតូស្តយកើតនៅឆ្នាំ1828ហើយទទួលមរណភាពក្នុងឆ្នាំ1910ក្នុងត្រកូលអភិជនកម្រិតខ្ពស់នៃចក្រភពរុស្ស៊ីនាសតវត្សទី19ក្រោយមកបាត់បង់ទាំងឪពុកម្ដាយនិងបងប្រុសតាំងពីលោកនៅវ័យក្មេងបានធ្វើឲ្យលោកមានក្តីសង្វេគចំពោះជីវិតយ៉ាងជ្រាលជ្រៅប៉ុន្តែក្នុងពេលជាមួយគ្នាលោកក៏បានក្លាយជាអ្នកទទួលមរតកមហាសាលពីគ្រួសារផងដែរចំពោះស្នាដៃអក្សរសិល្ប៍លោកតូស្តយគឺជាអ្នកនិពន្ធប្រឡំលោកតថានិយមហើយឆ្នើមស្ទើរគ្មានគូប្រៀបដែលមានការភ្នែកសង្កេតដ៏ត្រឹមត្រូវបំផុតតាមរយៈវណ្ណកម្មពីរគឺរឿងសង្គ្រាមនិងសន្តិភាព War and Peace និងរឿងអាណាការ៉េនីណាលើសពីនេះលោកក៏ជាសិលវិទូកេរុវិទូអ្នកកំណែទម្រង់សង្គមហើយពេលខ្លះត្រូវបានអ្នកកាន់គ្រឹះសាសនាចាត់ទុកថាជាសន្តបុគ្គលទៀតផងនៅក្នុងផ្នែកសិលវិជ្ជានិងសាសនាលោកតូស្តយបានធ្វើឲ្យភ្លឺឡើងវិញអំពីការបង្រៀនរបស់គ្រឹះសាសនា The Sermon of the Mount តាមរយៈស្នាដៃអ្វីដែលខ្ញុំជឿ What I Believe អាណាចក្ររបស់ព្រះស្ថិតនៅក្នុងខ្លួនអ្នក The Kingdom of God within you ស្ដីពីទស្សនៈអហិង្សាដ៏សំខាន់បំផុតដែលបានជះឥទ្ធិពលលើមេដឹកនាំអហិង្សារួមមានលោកមហាថ្មគន្ធីលោក Martin Luther King និង Nelson Mandela បើផ្អែកលើអ្វីដែលលោកមានដូចជាទ្រព្យសម្បត្តិដ៏ស្ដុកស្តម្ភសម្រាប់ប្រកបជីវភាពជាមួយគ្រួសារពេលវេលាផ្ទាល់ខ្លួនទស្សនៈក្នុងសង្គមជាន់ខ្ពស់និងកិត្តិយសដែលធ្វើឲ្យលោកបានទទួលការគោរពគ្រប់ទីកន្លែងគឺលើសពីគ្រប់គ្រាន់សម្រាប់សាមញ្ញជនក្នុងការធ្វើចាត់ទុកថាជីវិតរបស់លោកបានទទួលនូវក្តីអំណរប៉ុន្តែសម្រាប់ខ្លួនលោកផ្ទាល់មិនបានគិតដូច្នេះទេលោកគិតថាគោលបំណងពិតនៃជីវិតមិនមែនមានជម្រៅត្រឹមនេះឡើយលោកចាប់ផ្ដើមធ្វើស្វ័យវិនិច្ឆ័យដោយផ្ដើមសង្កេតមើលខ្លួនឯងយ៉ាងយកចិត្តទុកដាក់ជាមួយសំណួរអំពីអត្ថន័យជីវិតលោកតូស្តយមានអារម្មណ៍ថានៅទីឆ្ងាយមួយមានមនុស្សម្នាក់កំពុងសម្លឹងមើលដោយអស់សំណើចនៅរបៀបដែលលោករស់នៅរយៈពេល30ទៅ40ឆ្នាំកន្លងមកនេះដែលខំស្វែងរកផងខំកសាងទាំងរាងកាយនិងស្មារតីរហូតដល់កម្រិតខ្ពស់បំផុតនៃជីវិតផងហើយឈរដោយមោទកភាពតែឈួតលីលាដែលតាមការពិតគ្មានអ្វីទាល់តែសោះប៉ុន្តែគឺមនុស្សមិនយល់តែសោះអំពីប្រភពសារៈនិងបំណងរបស់ជីវិតទន្ទឹមនឹងនេះសេចក្តីស្លាប់ជាវិជ្ជកិច្ឆាឬមន្ទិលសង្ស័យឥតដាច់ស្រឡះមួយដែលតែងតែទុំជាប់ព្រលឹងលោកជានិច្ចសេចក្តីស្លាប់នេះធ្វើឲ្យលោកផិតភ័យហើយយល់ថាជីវិតឥតន័យដែលស្ដែងចេញតាមរយៈតួអង្គម្ចាស់ដីស្ដុកស្ដំឈ្មោះ Levin ក្នុងរឿង Anna Karenina នៅក្នុងសៀវភៅសារភាព The Confession ជាបទនិពន្ធមិនប្រឌិតលោកតូស្តយបានធ្វើសេចក្តីឧបមាថាជនពនេចរម្នាក់បានវង្វេងក្នុងព្រៃជ្រៅងងឹតសុនសងមួយដែលអាចមើលឃើញពន្លឺតែនៅឆ្ងាយប៉ុណ្ណោះជននោះបានឡើងលើដើមឈើខ្ពស់មួយដើមដើម្បីរកមើលផ្លូវចេញចៃដន្យនៅទៀមនឹងគល់ឈើនោះមានអណ្ដូងទឹកមួយ
ហើយមួយរំពេចក្រោយមកស្រាប់តែមាននាគរាជមួយក្បាលងើបឡើងហើយហាមាត់កាន់តែធំសន្សឹមបំណងនឹងត្របាក់គេជនពនេចរបានរំកិលទៅចុងម្ខាងនៃមែកឈើដើម្បីកិច្ចតែរំពេចនោះមានសត្វកណ្ដុរពីរក្បាលមួយសមួយខ្មៅក្នុងគ្នាក៏កេបដាច់មែកនោះដែលនឹងបណ្ដាឲ្យគេធ្លាក់ចូលមាត់នាគមិនខានទោះបីជាដឹងថាខ្លួននឹងស្លាប់ក្នុងពេលបន្តិចទៀតក៏ដោយជនពនេចរនោះក៏ខំប្រឹងតោងមែកឈើនោះជានិច្ចរំពេចនោះមានទឹកឃ្មុំប្រមាណដំណក់ស្រក់ចុះមកជនពនេចរខំលិតទឹកឃ្មុំតាមអ្វីដែលអាចធ្វើទៅបានមិនឲ្យសោកស្ដាយមុនពេលត្រូវស្លាប់រឿងនេះមានសេចក្តីឧបមាថាជនពនេចរគឺជាលោកតលស្តយព្រៃជ្រៅគឺជាការបង្វែងនៃជីវិតពន្លឺតូចឆ្មាល់ដែលស្ថិតនៅទីឆ្ងាយគឺជាចំណេះដឹងដែលសាសនាវិទ្យាសាស្ត្រអក្សរសិល្ប៍និងទស្សនវិជ្ជាផ្ដល់ឲ្យលោកដើមឈើខ្ពស់គឺជាឋានៈសត្វនាគរាជគឺជាសេចក្តីស្លាប់សត្វកណ្ដុរពីរក្បាលសនិងខ្មៅគឺជាការថ្ងៃនិងយប់ដែលទំពាស៊ីពេលវេលាចំណែកឯទឹកឃ្មុំគឺជាសេចក្តីអំណរដែលជីវិតលោកទទួលបានជនពនេចរនោះមិនអាចរីករាយជាមួយនឹងរសជាតិទឹកឃ្មុំតែប្រមាណដំណក់ហើយភ្លេចនាគរាជបានទេចំណែកតលស្តយក៏ដូចគ្នានេះដែរលោកយល់ថាពនេចរនោះនឹងរូបលោកមានកំហុសម្យ៉ាងទើបធ្លាក់ដល់ព្រៃជ្រៅនេះនោះគឺជីវិតលោកតលស្តយបានសិក្សាគំនិតវិញ្ញាជនសំខាន់ជាច្រើនដែលធ្លាប់ឆ្លងកាត់ស្ថានភាពដូចលោកទី1គឺព្រះពុទ្ធនរជនណាដែលបានពណ៌ត្រូវជាតិជរាជាធិនិងមរណៈថាជារឿងដែលមិនអាចជៀសផុតនរជននោះរមែងរំដោះខ្លួនឯងចេញពីជីវិតរំដោះខ្លួនចេញពីលទ្ធភាពគ្រប់យ៉ាងដែលនាំឲ្យកកើតជីវិតទី2ស្ដេចសូឡូមោនអ្វីទាំងឡាយក្នុងលោកដូចជាអវិជ្ជានិងគតិបណ្ឌិតសម្បត្តិស្ដុកស្ដំនិងទុរគតភាពសុភមង្គលនិងទុក្ខសោកគឺជាការជាប់ជំពាក់និងគ្មានប្រយោជន៍មនុស្សតែងតែត្រូវស្លាប់ហើយលទ្ធភាពនឹងបន្តតាំងនៅទី3សូក្រាតជីវិតនៅក្នុងរាងកាយគឺជាបិសាចនិងមាយកា ដូច្នេះការបំផ្លាញជីវិតគឺជារឿងល្អដែលនរជនគ្រប់រូបត្រូវតែធ្វើទី4លោក Schopenhauer ជីវិតគឺជាអ្វីដែលមិនគួរកើតឡើងអត្ថភាពជីវិតមាននៅទីណាទីនោះមានសភាវៈអាក្រក់ការជំរុញទៅរកណត្តភាពជាមធ្យោបាយប្រសើរបំផុតហើយនេះគឺជាសំណេរភាគ1ពីយើងខ្ញុំក្រុមសិក្សានគរសូមអរគុណ